mà mình chai lưỡi tí muối cứ chai pi đòn tập bốn lá cù sa bọc nhông còn chai bỏ hết tô bóc trực nhông chai lưỡi tí mòn việt bạn nhông mà chất mình đạn nữ xả bị thịt này nghe nó raสบายchất hayยังcònមានគម្រោងចង់ដាក់អូនទី2នៅនឹងដែរបាទជំរាបសួរបាទខ្ញុំមកឈ្មោះកឹមខែមរងនាងខ្ញុំឈ្មោះតាំងអៀមលួងបាទយើងខ្ញុំគឺជាអាណាព្យាបាលសិស្សឈ្មោះលឹមគឹមឆេងដែលជាសិស្សរៀននៅក្នុងថ្នាក់ក្រៅម៉ោងភាសាអង់គ្លេស Level 3ថ្នាក់ Level 2បងស្គាល់សាលាវិទ្យាអន្តរជាតិនេះតាមណាដែរបងបាទខ្ញុំស្គាល់សាលាវិទ្យានេះតាមរយៈនៅក្នុង zone តំបន់ច្បារអំពើនេះដោយសារតែនៅចិត្តក្បែរផ្ទះរបស់យើងខ្ញុំផងហើយណាទៅពួកខ្ញុំចេញចូលធ្វើដំណើរនៅឆ្លងកាត់នឹងរាល់ថ្ងៃហេតុផលអីមិនបងសម្រេចចិត្តដាក់កូននៅសាលាវិទ្យាអន្តរជាតិនេះបាទដោយសារតែដំបូងឡើងគឺពួកខ្ញុំបានមកឆែកមើលហើយនឹងសួរព័ត៌មានតាមរយៈគ្រូសាស្ត្រខ្ញុំគាត់បានសួរព័ត៌មានហើយនឹងមើលបរិវេណជុំវិញសាលាគេហៅមើលបរិស្ថានហើយនឹងបរិយាកាសព្រមទាំងសួរយោបល់កូនដែរណាគួរគាត់ថាកូនមើលទៅសាលាបែបនេះតែគាត់អាចពេញចិត្តនឹងចង់រៀនឬក៏យើងមិនមែនយើងនិយាយថាព្យាបាលគឺតាមតែចិត្តខ្លួនឯងអត់សួរយោបល់កូនទេណាព្រោះតាមធម្មតាកូនដល់កូនចូលចិត្តបានយើងអូខេជាមួយគាត់ពេលពួកខ្ញុំបានសួរព័ត៌មានហ្នឹងក៏មានគ្រូហើយនឹងមានបុគ្គលិកសួរព័ត៌មានហ្នឹងគាត់ក៏ទទួលពួកយើងខ្ញុំដិតដល់ហើយនឹងមកហាញគ្រប់តាំងពីបរិយាកាសតាំងពីបរិវេណសាលាហើយនឹងក្នុងថ្នាក់តាំងពីគ្រូបង្រៀនទៀតអញ្ចឹងក៏ពួកខ្ញុំមិនមែនឆែកលើកទី1ទេគឺឆែក2ដងដំបូងឡើយគ្រូសារបស់ខ្ញុំគាត់ឆែករបស់ហើយក៏បើកទឹកខ្ញុំឆែកលើកទី2ម្ដងទៀតបានខ្ញុំសម្រេចចិត្តមកដាក់នៅសាលាវិទ្យានេះបងគាត់ថាមុននឹងក្រោយគាត់ចូលរៀននៅសាលាវិទ្យាអន្តរជាតិនេះគាត់កែប្រែមួយខ្លះដែរបងបាទមានការប្រែប្រួលច្រើនចំពោះភាសាអង់គ្លេសព្រោះខ្ញុំផ្ដោតកូនខ្ញុំលើថ្នាក់ភាសាអង់គ្លេសនៅក្នុងសាលាវិទ្យានេះដំបូងមុននឹងចូលសាលាវិទ្យាគឺគាត់រៀនខ្សោយក្នុងការនិយាយបន្តិចហើយនឹងពាក្យភាសាអង់គ្លេសគាត់រៀនខ្សោយតិចដែរនៅពេលដែលគាត់បានមកធ្វើតេស្តចូលក្នុងកម្រិត level 1ដែលថាសាលាគេទទួលយកបានអញ្ចឹងពួកខ្ញុំក៏បានសម្រេចចិត្តដាក់គាត់នៅទីនេះហើយក្រោយពីគាត់បានរៀនបានមួយរយៈគឺគាត់បាននិយាយប្រាប់ទីភាសាអង់គ្លេសនិង conversation ជាមួយខ្ញុំតបបានល្អហើយតាំងពីខ្លះកែតាំងពាក្យភាសាអង់គ្លេសរបស់ខ្ញុំជា pronunciation ខ្ញុំពេលខ្លះខុសទៀតអញ្ចឹងគាត់កែខ្ញុំបានទៀតអញ្ចឹងខ្ញុំបានមានការជារត់សប្បាយទៀតហើយនឹងអបអរដែរដែលបានកូនយើងបានរីកចម្រើនក្នុងការនិយាយភាសាអង់គ្លេសមួយកម្រិតទៀតnghe nó ra សប្បាយចិត្តហើយនឹងក៏មានគម្រោងចង់ដាក់អូនទី2នៅនឹងដែរចុះចំពោះតម្លៃសិក្សាហើយនឹងលក្ខខណ្ឌបងប្រាក់នៅសាលាវិទ្យាអន្តរជាតិនេះបងយល់ឃើញមិនដែរចំពោះលក្ខខណ្ឌបងប្រាក់និងតម្លៃសាលាគឺសាលាវិទ្យាបានលើកទឹកចិត្តនិងផ្ដល់លក្ខខណ្ឌច្រើនដល់អាណាព្យាបាលមេដាបេដាគាត់មានជំរឿនគាត់ពីមានការបង់ជាឆ្នាំជាឆមាសហើយនិងជាប្រចាំខែផងដែរបាទជាចុងក្រោយនេះសូមអរគុណដល់លោកគ្រូអ្នកគ្រូហើយនិងគណៈគ្រងរបស់សាលាដែលគាត់យកចិត្តទុកដាក់ក្នុងការមើលថែហើយនឹងជាពិសេសលោកគ្រូអ្នកគ្រូដែលនៅក្នុងថ្នាក់ហ្នឹងគាត់ព្យាយាមបញ្យល់ហើយនឹងបង្រៀនកូនរបស់យើងខ្ញុំហ្នឹងទៅដល់តាំងពីការធ្វើតេស្តតាំងពីអីនេះគឺគាត់បានរៀបច្រើនហើយក៏ខ្ញុំទទួលស្គាល់នៅការរីកចម្រើនរបស់កូន